គុំប្រញាប់សន្និដ្ឋានថាឃាតកម្មក្នុងបន្ទប់ទូដែកបិទជិតគឺជាស្នាដៃរបស់ចោរប្លន់ដែលរត់គេចខ្លួនបាត់ឲ្យសោះប្រសិនបើអ្នកចុះទៅដល់កន្លែងកើតហេតុហើយឃើញស្រមោលខ្មោចកំពុងអង្គុយក្លឹងមាសនៅលើជញ្ជីងទាំងកណ្ដាលអាទិត្យម៉ោង 5:30 នាទីព្រឹកអាប់ត្រដៅរមាបានធ្លាក់គ្រប់ដណ្ដប់ទីក្រុងយ៉ាងក្រាស់ឃ្មឹកលោកមេប៉ុស្តិ៍វិសាលបានឈានជើងចូលទៅក្នុងហាងលក់មាសហេងគូដ៏ធំមួយកណ្ដាលក្រុងនៅខាងក្នុងបន្ទប់ទូដែក Vault ដ៏ក្រាស់ឃ្មឹកដែលត្រូវចាក់សោតពីខាងក្នុងគឺមានសាកសពថៅកែសុកហេងដេកស្លាប់កាប់មុខក្នុងភ្លុកឈាមក៏របស់គាត់ត្រូវបានរឹតដោយខ្សែលួយ៉ាងតឹងឯនៅលើក្បាលមានស្នាមវីដោយដុំមេដុំទូដែកត្រូវបានបាត់ចំហមាសរាប់សិបគីឡូត្រូវបានកាប់យកអស់អ្វីដែលអាចកំបាំងបំផុតនោះគឺបន្ទប់នេះបិទជិតឈឹងគ្មានច្រកចេញគ្មានស្នាមកោះកាត់ហើយកាមេរ៉ាសុវត្ថិភាពត្រូវបានកាប់ផ្ដាច់ខ្សែទាំងស្រុងនៅម៉ោង 9 ព្រឹកជនសង្ស័យ 3 នាក់ត្រូវបាននាំខ្លួនមកប៉ុស្តិ៍ប៉ូលីសទី1គឺលោកពិសិដ្ឋជាក្មួយប្រុសបង្កើតដែលជាមនុស្សញៀនល្បែងនិងទើបតែត្រូវថៃកែហេងបដិសេធមិនឲ្យខ្ចីលុយសងកំណុលគេទី2គឺនាងចន្ទថាជាជំនួយការលោកវ័យក្មេងដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនរងគ្រោះហើយនាងកំពុងទាមទារចំណែកទ្រព្យសម្បត្តិទី3គឺតាសុកជាសន្តិសុខយាមហាងដែលអានថាខ្លួនមួយដេកលងលក់បាត់បង់ស្មារតីពេញមួយយប់កំឡុងពេលកើតហេតុលោកមេប៉ុស្តិ៍វិសាលចាប់ផ្ដើមការសាកសួរដោយទឹកមុខរឹងប៉ឹងលោកពិសិដ្ឋយប់មិញម៉ោង 11 តាលោកនៅណាស្នាមជើងប្រឡាក់ភុនៅមុខទ្វារហាងស្រដៀងនឹងស្បែកជើងលោកណាពិសិដ្ឋភ័យញ័រមាត់បដិសេធខ្ញុំពិតជាបានជិះម៉ូតូមុខខាងមែនតែឃើញហាងបិទទ្វារខ្ញុំក៏ត្រឡប់ទៅក្លឹបវិញខ្ញុំមិនបានសម្លាប់ពួកខ្ញុំទេបន្ទាប់មកវិសាលងាកទៅសួរនាងចន្ទថាចុះនាងវិញស្នាមក្រចកខ្វានៅលើកញ្ចឹងកសបតែជារបស់នាងមែនទេចន្ទថាយំខ្សឹកសួលខ្ញុំបានជ្រូកប្រតែប្រតប់ជាមួយគាត់ពីនេះមែនតែខ្ញុំបានចេញទៅផ្ទះតាំងពីម៉ោង 8ខ្ញុំមិនហ៊ានសម្លាប់គាត់ទេភូស្តាំងនៅកន្លែងកើតហេតុមានភាពមិនស៊ីសង្វាក់គ្នាប៉ូលីសរកឃើញសោទូដែក Master K នៅក្នុងហោប៉ាខរបស់សន្តិសុខតាសុកកូនសោនេះមានតែថៅកែម្នាក់គាត់ដែលកាន់តាសុកភ័យស្លេកមុខអានថាគាត់មិនដឹងថាសោនេះមកនៅក្នុងហោប៉ាគាត់ដោយរបៀបណាទេភូស្តាំងចំអកទៅអ្នកទាំង3យប់នោះលោកមេប៉ុស្តិ៍វិសាលបានសម្រេចចិត្តដេកយាមក្នុងហាងមាសតែម្នាក់ឯងម៉ោង 2 រំលងអធ្រាត្រអំពូលភ្លើងចាប់ផ្ដើមលោតព្រិចបរិយាកាសត្រជាក់កក់ក្លិនឈាមភីឡើងស្រាប់តែត្រេកក្រេកសំឡេងកូនចិញ្ចៀនភ្លើងមាសបានលាន់ឡើងចេញពីក្នុងបន្ទប់ទូដែកវិសាលដកកាំភ្លើងដើរចូលទៅគាត់នឹកឃើញប្រវត្តិរបស់ថៃកែហេងដែលធ្លាប់បោកប្រាស់រឹបអូសផ្ទះនិងបណ្ដេញគ្រួសារតាសុកឲ្យធ្លាក់ខ្លួនក្រកាលពី10ឆ្នាំមុនតាសុកមានគំនុំធំជាងគេបង្អស់តើគាត់លែងពុតធ្វើជាសន្តិសុខដើម្បីសងសឹកមែនទេនៅមុខចិញ្ចៀនភ្លើងមាសស្រមោលខ្មៅថៃកែហេងបានលេចចេញមកមុខរបស់គាត់បែកខ្ទេចឈាមស្រក់តក់គាត់មិនបានវាយប្រហារប៉ូលីសទេតែគាត់លើកដៃប្រឡាក់ឈាមយកដុំមានមួយដុំមកដាក់លើចិញ្ចៀនរួចចំអកទៅកាន់ដំបូលពិដាននៃបន្ទប់ទូដែកលោកមេប៉ុស្តិ៍វិសាលយកពិលបញ្ចាំងតាមការចំអករបស់ខ្មោចនៅទីនោះមានរោងខ្យល់តូចមួយដែលត្រូវបានគេអាកាត់ពីលើជាទុំមិនបានចូលតាមទ្វារទេតែវាចូលតាមដំបូលរួចចាក់សោទ្វារពីក្នុងដើម្បីធ្វើជាបន្ទប់បិទជិតវិសាលរកឃើញកាបូបស្ពីពណ៌ខ្មៅមួយលាក់នៅលើពិដានក្នុងនោះមានមាសទាំងអស់ដែលបាត់បង់និងអត្តសញ្ញាណប័ណ្ណរបស់នាងចន្ទថាព្រឹកបន្ទាប់វិសាលបញ្ជាកម្លាំងព័ទ្ធចាប់នាងចន្ទថានាងយំស្រែកអានថានាងមិនដឹងរឿងទេរំពេចនោះលោកមេប៉ុស្តិ៍វិសាលបានសម្លឹងមើលទៅស្រមោលខ្មោចថៃកែហេងដែលកំពុងឈរញ៉ាំយ៉ាងពីស្ពលនៅពីក្រោយក្នុងលោកពិសិដ្ឋជាក្មួយប្រុសការពិតដ៏រន្ធត់គឺខ្មោចថៃកែហេងមិនបានចង្អុលបង្ហាញភស្តុតាងដើម្បីរកយុទ្ធធរទេតែគាត់កំពុងជួយក្មួយប្រុសរបស់គាត់លាក់បាំងកំហុសពិសិដ្ឋជាអ្នកសម្លាប់ពួកខ្លួនឯងប៉ុន្តែមុនពេលស្លាប់ថៅកែហេងអាណិតក្មួយក៏សុខចិត្តឲ្យក្មួយសម្លាប់ខ្លួនឯងរួចប្រាប់ក្មួយឲ្យយកមាសទៅលាក់លើពិដាននិងដាក់អត្តសញ្ញាណប័ណ្ណចន្ទថាចូលដើម្បីទម្លាក់កំហុសលើនាងចន្ទថាដែលជាស្រីកំណានដែលគាត់ស្អប់ព្រោះនាងទើបតែលួចមានសហាយស្មន់ជាមួយប្រាប់ផ្សេងពិសិដ្ឋញ័រខ្លួនត្រើតពេលប៉ូលីសឆែកឃើញទូរស័ព្ទរបស់គេមានសាររៀបរាប់ពីផែនការនេះជាមួយពូរបស់ខ្លួនមុនពេលគាត់ស្លាប់ទីបំផុតពិសិដ្ឋត្រូវបានវាយក្នុងឯនាងចន្ទថាត្រូវបានដោះលែងអំពើបាបទោះបីជាអ្នកស្លាប់ព្រមលះបង់វិញ្ញាណដើម្បីជួយលាក់បាំងអ្នករស់ក៏ដោយក៏សំណាញ់ច្បាប់នៅតែអាចទាញរកសេចក្តីពិតបានជានិច្ចចុះអ្នកវិញប្រសិនបើអ្នកឃើញខ្មោចចង្អុលប្រាប់ភូស្តាងតើអ្នកនឹងជឿភ្នែកទេឬស៊ើបអង្កេតប្រវត្តិខ្មោចនោះសិនប្រាប់យើងក្នុង comment មកសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like share និង subscribe ដើម្បីរងចាំទស្សនារឿងរន្ធត់បន្ត